ទស្សនភាពនេះគឺជាការធ្វើដំណើរពីទីក្រុងភ្នំពេញពោះទៅកាន់ភូមិមួយនៅលើភ្នំដងរែកគឺភូមិអកញូងឃុំត្រពាំងព្រៃខេត្តឧត្តរមានជ័យដើម្បីបើកជំរំយុវជនក្រោមប្រធានបទទូនីតិយុវជនក្នុងការអភិវឌ្ឍសហគមន៍និងការលើកកម្ពស់ការអប់រំនៅកម្ពុជាក្នុងគោលបំណងបង្កើនការយល់ដឹងដល់យុវជនស្ដីពីកសិកម្ម Gender ការអភិវឌ្ឍសហគមន៍អំពើហិង្សាក្នុងគ្រួសារច្បាប់និងអាជីវកម្មខ្នាតតូចព្រមទាំងរិះរកយុទ្ធសាស្ត្រក្នុងការឆ្លើយតបចំពោះបញ្ហា Gender និងការអប់រំរួមទាំងពង្រីកទំនាក់ទំនងរវាងយុវជននៅទីក្រុងភ្នំពេញនិងជនបទអ្នកចូលរួមក្នុងកម្មវិធីនេះរួមមាននិស្សិតតាមសាកលវិទ្យាល័យផ្សេងៗចំនួន25នាក់ព្រមទាំងយុវជនមកពីបណ្ដាភូមិផ្សេងៗនៅស្រុកគន្លងវែងចំនួនជាង60នាក់បន្ទាប់ពីការធ្វើដំណើរស្ទើរពេញមួយថ្ងៃក្រុមយុវជនមកពីទីក្រុងភ្នំពេញរួមទាំងយុវជននៅស្រុកគន្លងវែងបានមកដល់លើក្នុងភ្នំដងរែកដោយសុវត្ថិភាពក្នុងរាត្រីការដល់សារមនោរម្យនេះកម្មវិធីបោះជំរំយុវជនបានរៀបចំសម្ពោធឡើងក្រោមវត្តមានគណៈអធិបតីដូចជាព្រះសង្ឃលោកអភិបាលរងស្រុកលោកមេឃុំលោកមេភូមិតំណាងអង្គការ KYSD តំណាងអង្គការ UNESCO ព្រមទាំងប្រជាជននៅក្នុងតំបន់ជាច្រើនរូបទៀតលោកឈុនមរិតតំណាងអង្គការ KYSD បានបង្ហាញនូវការអរគុណយ៉ាងខ្លាំងចំពោះអ្នកចូលរួមទាំងអស់ហើយផែនការបន្តលោកនឹងបន្តការអភិវឌ្ឍនេះជារៀងរហូតដុកទ័រសំស៊ីដេតតំណាងអង្គការ UNESCO បានកោតសរសើរដោយស្មោះចំពោះស្មារតីស្ម័គ្រចិត្តរបស់យុវជនហើយលោកសង្ឃឹមថាការបោះជំរំយុវជននេះនឹងជាប្រយោជន៍សម្រាប់ការអភិវឌ្ឍយុវជនអភិវឌ្ឍសហគមន៍និងជាផ្នែកមួយក្នុងការអភិវឌ្ឍប្រទេសជាបន្តកម្មវិធីអុជទៀនរួមគ្នាបានប្រារព្ធឡើងក្រុមយុវជនទាំងអស់បានភ្ញាក់ពីព្រលឹមដើម្បីធ្វើសមាធិព្រមទាំងធ្វើលំហាត់ប្រាណផងដែរក្នុងទឹកមុខញញឹមបង្ហាញពីការស្រឡាញ់និងការលើកកម្ពស់ការអប់រំដល់កុមារនៅទីជនបទក្រុមយុវជនមកពីភ្នំពេញបានបរិច្ចាគនៅថវិកាផ្ទាល់ខ្លួនរួមទាំងសម្ភារៈសិក្សាមួយចំនួនដល់កុមារដូចជាសៀវភៅប៊ិចនិងនំចំណីជាដើមសកម្មភាពបន្តរបស់យុវជននៅពេលនេះគឺការជួសជុលផ្លូវនៅក្នុងភូមិយុវជននៅទីក្រុងភ្នំពេញនិងយុវជននៅជនបទទាំងអស់ប្រមាណជា100នាក់បានបែងចែកគ្នាជាក្រុមតូចៗដើម្បីលើកផ្លូវនិងកាត់ព្រៃការចូលរួមរបស់យុវជនពោពេញដោយទឹកមុខញញឹមនិងចង់ឃើញភូមិដាច់ស្រយាលមួយមានផ្លូវស្អាតក្រុមរបស់យើងខ្ញុំមានក្រុមខ្លាឃ្មុំជាមួយនឹងក្រុមនាគរិហើយមានក្រុមមួយទៀតដែលយើងមកនឹងគឺកាត់ការដីនៅមុខវត្តនេះយើងធ្វើផ្លូវដើម្បីបញ្ជះទឹកឲ្យទាំងហូរមកដាច់ផ្លូវហើយសកម្មភាពដែលពួកយើងធ្វើហ្នឹងគឺវាបានប្រព្រឹត្តទៅយ៉ាងរលូនហើយឥឡូវហ្នឹងយើងឃើញថាមានការកាប់ដីដើម្បីបញ្ជះទឹកហ្នឹងយើងធ្វើទៅដល់ចុងផ្លូវខាងនោះដែលមានមួយក្រុមធំទៀតដែលគាត់នឹងយកដីលុបទៅលើផ្លូវហើយយើងជីកប្រឡាយ2ជីកផ្លូវទឹក2សងខាងដើម្បីបង្ហូរទឹកឲ្យទៅ
កុំឲ្យវាកាត់ផ្លូវដាច់ផ្លូវហើយមួយទៀតសកម្មភាពនេះគឺជួយយើងផងដែរក្នុងការបង្កើតទំនាក់ទំនងរវាងអ្នកដែលពិសិដ្ឋដែលរស់នៅតំបន់ហ្នឹងដែលមកពី4ភូមិទៀតជាមួយនឹងក្រុមយើងខ្ញុំដែលមកភ្នំពេញចាសសូមអរគុណខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់ដែលខ្ញុំបានចូលរួមធ្វើផ្លូវជូនប្រជាជនទាំងអស់គ្នាហើយដូចថាយើងមានសារៈសំខាន់ដូចថាសូមផលប្រយោជន៍បានផ្លូវស្រួលដូចជាប្រជាពលរដ្ឋយើងហ្នឹងបោម៉ូតូបោឡានចឹងមានស្រួលវាមិនហុងវាមិនពិបាកហើយក៏មានផលប្រយោជន៍ដល់ក្មេងអាចទៅរៀនអីបានមិនពិបាកផ្លូវទស្សនវិជ្ជាទាំងនេះគឺសបញ្ជាក់ឲ្យឃើញថាជាសក្ខីភាពមួយដែលបញ្ជាក់អំពីទឹកចិត្តមនសិការស្នេហាជាតិសាសនារបស់យើងហើយម្យ៉ាងទៀតនេះគឺជាទង្វើមួយដ៏ល្អសម្រាប់យុវជនខ្មែរយើងគ្រប់រូបដែលក្នុងនាមជាយុវជនខ្មែរក្នុងនាមជាប្រជាពលរដ្ឋខ្មែរហើយក៏ដូចជាក្នុងនាមជាសាសនិកពុទ្ធសាសនិកខ្មែរផងដែរបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់រួមគ្នានិងសម្រាកបានបន្តិចក្រុមយុវជនបានតាំងចិត្តសម្រេចឲ្យបាននូវសកម្មភាពមួយទៀតគឺការធ្វើបង្គន់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ដើម្បីប្រើប្រាស់ដោយបែងចែកជាក្រុមតូចៗដើម្បីទទួលខុសត្រូវក្នុងការធ្វើបង្គន់នីមួយៗជាចុងក្រោយបង្គន់ចំនួន5ត្រូវបានសាងសង់រួចជាស្ថាពរនិងត្រូវបានដាក់ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិដើម្បីប្រើប្រាស់បន្ថែមពីលើនេះក្រុមយុវជនបានដាំដើមឈើជាច្រើនដើមនៅក្នុងវត្តអារាមផងដែរនៅពេលរាត្រីក្រុមយុវជនបានរៀបចំបញ្ចាំងនៅខ្សែវីដេអូអប់រំមួយក្រោមចំណងជើងថាមីណាញញឹមដែលមានខ្លឹមសារអប់រំដល់ប្រជាជនអំពីសារៈសំខាន់នៃការរៀនសូត្រជាពិសេសបញ្ជូនកូនឲ្យចូលរៀននៅសាលាឲ្យបានគ្រប់គ្នាកម្មវិធីនៅថ្ងៃទី3គឺការធ្វើសិក្ខាសាលាស្ដីអំពីកសិកម្ម Gender ការអភិវឌ្ឍសហគមន៍អំពើហិង្សាក្នុងគ្រួសារការអប់រំក្រៅប្រព័ន្ធនិងអាជីវកម្មខ្នាតតូចជាជំហានដំបូងលោកឈុនបរិទ្ធបានបែងចែកយុវជនជាក្រុមតូចៗដើម្បីពិភាក្សាព្រមទាំងបង្ហាញអំពីសកម្មភាពដែលបានធ្វើនិងចំណេះដឹងដែលទទួលបាននៅក្នុងថ្ងៃកន្លងមកបន្ទាប់មកលោកក៏បានរៀបចំជាក្រុមតូចៗបន្តទៀតដើម្បីពិភាក្សាបញ្ហាដែលកើតមាននៅក្នុងភូមិដូចជាការអប់រំអំពើហិង្សាសុខភាពការអភិវឌ្ឍនិងអាជីវកម្មខ្នាតតូចហើយតំណាងក្រុមនីមួយៗឡើងធ្វើបទបង្ហាញអំពីលទ្ធផលរបស់ខ្លួនជាពិសេស
លោកបានឲ្យក្រុមនីមួយៗបង្រៀនគ្នាទៅវិញទៅមកនៅអ្វីដែលជាចំណុចខ្វះខាតរបស់សមាជិកក្នុងក្រុម ទៅយើងទៅខុសច្បាប់ទៅបកកាយថ្ងៃគឺយើងមានបញ្ហាមួយទៀតគឺជាសិប្បកម្មកែច្នៃព្រោះថាយើងមានផ្ដៅយើងមានពណ៌ប៉ុន្តែអត់មានអ្នកចេះកែច្នៃល្អគាត់ថាយើងមានសមាធិអរគុណយើងសូមតែដៃជូនគាត់ណាបាទចង់ជម្រាបក្រុមនិស្សិត នៅពេលនេះការបោះជំរំយុវជនបានដល់ទីបញ្ចប់ទៅហើយអនុស្សាវរីយ៍ចុងក្រោយនៃការបោះជំរំនេះគឺការធ្វើដំណើរដោយថ្មើរជើងលើភ្នំដងរែកក្នុងចម្ងាយផ្លូវជាង3គីឡូម៉ែត្រដើម្បីទៅកាន់រថយន្តនិងធ្វើដំណើរត្រឡប់មកភ្នំពេញវិញ ចំពោះខ្ញុំបាទការបោះជំរំនៅលើភ្នំដងរែកដែលមានរយៈពេល4ថ្ងៃនេះពិតជាបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ពួកខ្ញុំដែលជាយុវជននៅទីក្រុងភ្នំពេញអ្វីដែលល្អដែលពួកយើងបានធ្វើនោះគឺការជួយគ្នាក្នុងការអភិវឌ្ឍសហគមន៍ដែលស្ថិតនៅលើភ្នំដងរែកនេះគឺនៅក្នុងភូមិអូក្រញងដែលពួកយើងបានជួយគ្នាក្នុងការលើកផ្លូវជីកប្រឡាយជាពិសេសគឺធ្វើបន្ទប់ទឹកចំនួន5សម្រាប់ឲ្យប្រជាជននៅក្នុងភូមិប្រើប្រាស់ក្រៅពីការបោះជំរំរយៈពេល4ថ្ងៃខ្ញុំមានអារម្មណ៍ថាខ្លួនឯងមានភាពស្និទ្ធស្នាលជាមួយនឹងអ្នកភូមិខ្លាំងជាងមុនព្រោះខ្ញុំបានចូលទៅចិត្តពួកគាត់ហើយបានចែករំលែកបទពិសោធន៍ជាមួយនឹងពួកគាត់ដូចជាការពិភាក្សាគ្នាក្នុងក្រុមហើយខ្ញុំបានបង្ហាញពួកគាត់អំពីការអភិវឌ្ឍសហគមន៍និងតាក់ទងនឹង gender